តើយើងកណនីរកដែនកំណត់នៃអនុគមអញ្ចឹងអនុគមមានរាង a x ការ៉េបូក bx បូក c លើ bx ការ៉េបូកគុយ x បូក a អញ្ចឹងយើងត្រូវសិក្សាអំពី b នៃ x ការ៉េបូកគុយ x បូក a ហ្នឹងឲ្យខុសពី0អញ្ចឹងអនុគម f ជាទៅសិក្សាមកកញ្ចប់នេះឲ្យខុសពី0ជាយើងអាចសេថាអនុគម f មានន័យកាលណាអនុគម f មានន័យកាលណា x ការ៉េបូក 3x បូក 2 ខុសពី0អញ្ចឹងកាលណាវាខុសពី0យើងកណនីវាមកយើងមើលករណីមួយទៀតគឺករណីពេលគុយ a ហ្នឹងវាស្មើយើងអាចសិក្សាពីករណីនេះគឺចូលករណីរឹសងាយដល់ពេលគុយ a ខុសពី0យើងយកករណីមួយទៀតគឺករណីរឹសងាយអញ្ចឹងករណីរឹសងាយគឺចូលរាង a ការ៉េបូក 3x បូក c ករណី a បូក b បូក c ស្មើ0អញ្ចឹងយើងតាំងមកលេខចំនេះក៏ចំនេះ a យើងគឺស្មើនឹង1 3យើងគឺស្មើនឹងដក 3 c យើងគឺស្មើនឹង2អញ្ចឹងគេថាតាមរឹសងាយតាម a បូក b បូក c ស្មើ0តែយើងជំនួសមកដោយ a យើងស្មើនឹង1 b យើងស្មើនឹង13 c យើងស្មើនឹង2ហើយយើងជំនួសចូលមក1ដក3បូក2ស្មើនឹងដក2បូក62ស្មើនឹង0អញ្ចឹងយើងអាចទាញបាន x1 របស់យើងគឺស្មើនឹង1ហើយ x2 ស្មើ c លើ a ហើយ c យើងគឺស្មើបាន2 a យើងស្មើ1អញ្ចឹងស្មើដល់2អញ្ចឹងយើងចូលករណីមួយទៀតដែនកំណត់យើង df គឺស្មើនឹង a ដកឲ្យរឹសទាំងពីរហ្នឹងដូចនេះដែនអត់អនុគម f នេះគឺស្មើនឹង a សំណុំចំនួនពិតដកឲ្យរឹសទាំងពីរហ្នឹងគឺ1 2តែករណីលំហាត់មួយទៀតគឺអក្សរខ f x ស្មើនឹង x បូក5លើ x ការ៉េដក 3x បូក4ស្មើ0អញ្ចឹងក្នុងករណីនេះគឺយើងករណីតាមមួយទៀតគឺ a បូក b a បូក b a បូក c ស្មើនឹង bសំទោសលំហាត់យើងកន្លែងនេះគឺស្មើនឹងដក4ខ្ញុំ c ច្រឡំសញ្ញាអញ្ចឹងយើងតាមរង្វាន់នេះគឺយើងករណី a បូក b ស្មើនឹង a បូក c ស្មើនឹង b តាមករណីនេះករណី a បូក c ស្មើនឹង b អញ្ចឹង a យើងដឹងស្រាប់ហើយ a ដោយតែយើងសំអានយើងកុំតន់អានយើងត្រូវសិក្សា a បូកសិក្សាករណីនេះសិន px ការ៉េបូកគុយ x បូក a ខុសពី0សិនសិក្សាករណីមួយនេះសិនសិក្សាមក
អានុគមអាចមានន័យកាលណាx ក្រេដក 3x ដក 4 ខុសពី0nên តាមករណី b ស្មើ a បូក c ដោយ b ស្មើបានដក 3 a ស្មើបាន a ស្មើ1 c ស្មើនឹងដក 4 ចឹងគៀងបាន b ស្មើដល់3សមីការ1សមូលនឹង a បូក c វាស្មើនឹង1ដល់4ស្មើដល់3សមីការ2ចឹងទាញបាន b ស្មើនឹង a បូក c ស្មើនឹង b យើងក៏ស្មើបានស្មើនឹង1ដល់យើងកាត់នេះឲ្យ a បូក c ស្មើដល់3មែនទេដល់3យើងអាចថាសេចេះមកតាម1និង2ក៏បានដែរគេថាតាម1និង2នាំឲ្យ b ស្មើនឹង a បូក c ស្មើនឹងដក 3ចឹងតាមរឹងងាយយើងអាចទាញបាន x1 ស្មើនឹងដក 1 x2 ស្មើដក c លើ a x1 ស្មើដក 1 x2 ស្មើនឹងដក c លើ a c យើងស្មើនឹងបានអត់នឹង4សញ្ញាដកលើ a ស្មើនឹង a យើងស្មើ1សំទោសស្មើនឹង4លើ1ស្មើនឹង4ចឹងយើងកណនីតាមមួយទៀតនាំឲ្យ f ស្មើនឹង r ដកឬទាំងពីរហ្នឹងដោយនេះដែនកំណត់យើង df យើងស្មើនឹង r ដកឬទាំងពីរចេញគឺដក1និងដក4ចេញបាទសូមអរគុណ